នេះគឺជាដំណឹងអាប់ដេតចុងក្រោយក្នុងរថយន្តក្រុងដែលបានស្លាប់ចំនួនមនុស្សថាតើរហូតមកដល់ពេលនេះថាតើកើនឡើងដល់ប្រមាណហើយបងប្អូនថាតើចំនួនមនុស្សនៅលើឡានក្រុងនោះមានចំនួនប្រមាណអ្នកឥឡូវមកសម្ដាប់ទាំងអស់គ្នាហើយមេត្តាជួយចែកចំណែកម្នាក់មួយហើយខ្ញុំបាទមុននឹងអានអត្ថបទនេះក៏សូមបាទចូលរួមរំលែកទុក្ខទៅដល់គ្រួសារបងប្អូនយើងទាំងអស់គ្នាផងដែរដែលជាគ្រួសារដែលបានបាត់បង់ជីវិតក្នុងបាទហេតុបាទរថយន្តក្រុងបានបាទបុកប្រកាន់ដៃស្ពានធ្លាក់ចូលទឹកបងប្អូនណាពិតជាចូលរួមសោកស្ដាយណាស់បងប្អូនអញ្ចឹងនេះគឺជាប្រភពអាប់ដេតថ្មីជាបន្ទាន់ពីបណ្ដាញសារព័ត៌មាន Fresh News គឺបាទរថយន្តក្រុងដឹកអ្នកដំណើរឯកជនបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកនៅស្រុកសន្ទុកបាទខេត្តកំពង់ធំបាទអ្នកស្លាប់កើនឡើងដល់16នាក់ហើយរបួស24នាក់បាទអ្នកជិះលើរថយន្តសរុប40នាក់អញ្ចឹងបងប្អូនអ្នកស្លាប់គឺកើនឡើងដល់16នាក់បងប្អូនហើយរបួសបាទគឺ24នាក់ហើយអ្នកជិះសរុបបាទនៅលើរថយន្តបងប្អូនគឺចំនួន40នាក់បងប្អូនអញ្ចឹងបងប្អូនអាចចូលរួមរំលែកទុកតាមការគូនៅខាងក្រោមវីដេអូបានបងប្អូនហើយមានចាស់មានក្មេងបងប្អូនហើយបាទតូចបងប្អូនគួរឲ្យអាណិតណាស់បងប្អូនហើយទាំងគេទាំងយើងបងប្អូនហើយមិនចង់ជួបរឿងចឹងទេបងប្អូនអាច comment នៅខាងក្រោមវីដេអូបានមានអ្វីបាទរំលែកទុកទៅដល់គ្រួសារបងប្អូនយើងបាទដែលជាជនរួមជាតិយើងទាំងអស់គ្នាទេពិតជាចូលរួមមករំលែកទុកខ្លាំងមែនតើបងប្អូនហើយ